ទឹកចិត្តមហាមិត្តចិនផ្ដល់ជំនួយសរុបជិត$3 លានសម្រាប់ជនភៀសសាកម្ពុជាជាង60,000 នាក់ទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនតាមរយៈឯកឧត្តមវ៉ាន់វិនពីនឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបាននាំយកជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់សរុបចំនួន$20 លានឬស្មើប្រហែល$2.84 លានអាមេរិកដល់រដ្ឋាភិបាលកម្ពុជាដើម្បីជួយដល់ជនភៀសសឹកជាង60,000 នាក់នៅតាមតំបន់ព្រំដែននៅរសៀលថ្ងៃទី28 ខែធ្នូឆ្នាំ2025លោកវ៉ាន់វិនពីនឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានឲ្យដឹងថាដើម្បីជួយជនភៀសសឹកដែលត្រូវបានបំផ្លាស់ទីដោយសារចំនួននៅតាមបណ្ដោយព្រំដែនកម្ពុជាថៃរដ្ឋាភិបាលចិនបានសម្រេចផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងទឹកប្រាក់ចំនួន$20 លានចិនសម្ភារៈជំនួយដំបូងត្រូវបានដឹកមកដល់កម្ពុជារួមមានតង់ភួយនិងអាហារចាំបាច់មួយចំនួនជាមួយនឹងសម្ភារៈជំនួយទាំងនេះរដ្ឋាភិបាលចិនជឿជាក់ថាវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះលើកកម្ពស់ជីវភាពរស់នៅនិងដើរចេញពីការលំបាកនាពេលបច្ចុប្បន្នបន្ថែមលើនោះឯកឧត្តមវ៉ាន់វិនពីងក៏បានលើកឡើងផងដែរថាចាប់តាំងពីមានការផ្ទុះឡើងនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃមកប្រទេសចិនគឺជាប្រទេសដំបូងគេដែលផ្ដល់ជំនួយមនុស្សធម៌ដល់កម្ពុជាហើយក៏ជាប្រទេសដែលផ្ដល់ជំនួយច្រើនជាងគេដែលបានបង្ហាញយ៉ាងពេញលេញនៅចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងចិននិងកម្ពុជាតាមការគូបញ្ជាក់របស់លោកសន្តិភាពគឺជាសេចក្តីប្រាថ្នារួមរបស់ប្រជាជនកម្ពុជានិងថៃហើយក៏ជាការស្វែងរកឥតឈប់ឈររបស់ប្រទេសចិនផងដែរបច្ចុប្បន្នលោកវ៉ាងយីសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសចិននិងជារដ្ឋមន្ត្រីការបរទេសចិនកំពុងជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃនៅខេត្តយូណានប្រទេសចិនព្រមទាំងមានតំណាងយោធានៃប្រទេសទាំង3ចូលរួមផងដែរជាមួយគ្នានេះប្រទេសចិនសូមបង្ហាញការស្វាគមន៍ចំពោះបទឈប់បាញ់ដែលប្រកាសដោយកម្ពុជានិងថៃហើយនឹងបន្តដើរតួនាទីយ៉ាងសកម្មប្រកបដោយការស្ថាបនាក្នុងការពង្រឹងបទឈប់បាញ់ការកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញនិងបង្កើតសន្តិភាពយូរអង្វែងរវាងភាគីទាំងពីរ